ក្នុងឆ្នាំ2019មានតារាកូរ៉េល្បីៗជាច្រើនអ្នកបានបញ្ចប់ជីវិតដោយធ្វើអត្តឃាតដែលជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំងសម្រាប់វិស័យសិល្បៈកូរ៉េក្នុងចំណោមនោះមានដូចជា John Mason, Sully, Gu Hara និង Cha In-ha ដែលសុទ្ធសឹងជាតារាសម្ដែងមានសមត្ថភាពនិងមានប្រជាប្រិយភាពខ្លាំង John Mason កើតនៅថ្ងៃទី7ខែកញ្ញាឆ្នាំ1970និងទទួលមរណភាពនៅថ្ងៃទី29ខែមិថុនាឆ្នាំ2019ក្នុងអាយុ49ឆ្នាំគាត់បានសម្ដែងក្នុងរឿងជាច្រើនដូចជា The Return of Hwang Gumbok, Bread, Love and Dreams, The Moon Embracing the Sun និងស្នាដៃល្បីៗជាច្រើនទៀតSully កើតនៅថ្ងៃទី29ខែមីនាឆ្នាំ1994និងទទួលមរណភាពនៅថ្ងៃទី14ខែតុលាឆ្នាំ2019ក្នុងអាយុ25ឆ្នាំគាត់ធ្លាប់បានចូលរួមសម្ដែងក្នុងកម្មវិធីនិងរឿងដូចជា The Night of Head Commons, Hotel Del Luna, To the Beautiful You និងស្នាដៃផ្សេងៗទៀតGu Hara កើតនៅថ្ងៃទី3ខែមករាឆ្នាំ1991និងទទួលមរណភាពនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2019ក្នុងអាយុ28ឆ្នាំគាត់ធ្លាប់បានសម្ដែងក្នុងរឿង City Hunter, Secret Love និងរឿងផ្សេងៗទៀតCha In-ha កើតនៅថ្ងៃទី15ខែកក្កដាឆ្នាំ1992និងទទួលមរណភាពនៅថ្ងៃទី3ខែធ្នូឆ្នាំ2019ក្នុងអាយុ27ឆ្នាំគាត់បានសម្ដែងក្នុងរឿងដូចជា Love with Flaws, Are You Human, Temperature of Love និងស្នាដៃជាច្រើនទៀតការបាត់បង់តារាសម្ដែងដែលមានទេពកោសល្យនិងមានអនាគតភ្លឺស្វាងទាំងនេះពិតជាគួរឲ្យសោកស្ដាយយ៉ាងខ្លាំងនិងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការឈឺចាប់ក្នុងចិត្តយ៉ាងមិនអាចពិពណ៌នាបាន